រឿងនេះខ្ញុំមិនគួរនិយាយហើយក៏តានេះមានបំណងអីរឿងនេះខ្ញុំមិនគួរនិយាយហើយក៏មិនហ៊ាននិយាយផ្ដេសផ្ដាស់ដែរប៉ុន្តែខ្ញុំបានដឹងថាខ្ញុំមានកូនជាមួយវីលីមពួកខ្ញុំកាន់តែធំជាងមុនហើយខ្ញុំមិនឲ្យឪពុកកូននោះដឹងទេណាអ្នកនាងលីកុំឆ្លៀតឱកាសអ្នកប្រុសខ្ញុំមិននៅផ្ទះចង់ធ្វើបាបអ្នកស្រីខ្ញុំណាអ្នកណាតែដឹងទៅថាកូននោះជាបោះអ្នកណាកុំចេះតែមកបង្កាច់អ្នកប្រុសខ្ញុំចង់បំបែកមនោសញ្ចេតនាអ្នកនាងខ្ញុំអ្នកនាងទុកឲ្យខ្ញុំបណ្ដេញគេចេញទៅវិញខ្ញុំហ៊ានស្បត់បើខ្ញុំនិយាយពាក្យកុហកសូមឲ្យខ្ញុំស្លាប់ដោយវេទនាលីវយូយៀនខ្ញុំធ្វើត្បិតតែបង្ហាញមុខមហាជនប៉ុន្តែខ្ញុំប្រកបរបរត្រឹមត្រូវហើយស៊ីយៀនមិនមែនទៀបបនដែរអ្នកស្រីឪពុកអ្នកនាងក៏ឧស្សាហ៍ទៅដែរបើសិនអ្នកស្រីមិនជឿទេតែសួរឪពុកអ្នកស្រីក៏ដឹងដែរទេមិនបាច់សួរទេខ្ញុំជឿនេះប៉ុន្តែថ្ងៃនេះនាងមករកខ្ញុំអាចជួយអីដល់នាងទៅអ្នកនាងអ្នកស្រីបើសិនវីលីមមិនត្រូវការខ្ញុំនឹងកូននោះទេខ្ញុំនឹងរលាយបាត់ពីមុខអ្នកស្រីភ្លាមហើយបើសិនវីលីមព្រមទទួលពួកខ្ញុំនឹងនៅគ្រួសារអ៊ូយបំរើអ្នកស្រីរហូតមិនត្រូវការខាន់ស្លាទេគ្រាន់តែសំណុំពរឲ្យកូនមានឪពុកមានម្ដាយប៉ុណ្ណោះខ្ញុំយល់ពីសម្ដីនេះហើយប៉ុន្តែរឿងថ្ងៃនេះខ្ញុំត្រូវរងចាំគាត់ត្រឡប់មកវិញសិនតើខ្ញុំពិភាក្សាជាមួយគាត់ដូច្នេះអ្នកទៅវិញសិនចុះខ្ញុំគ្មានកន្លែងទៅទៀតទេចូលសៀយានផ្អាកការរស់ស៊ីហើយខ្ញុំបានផ្ទេរទៅឲ្យអ្នកផ្សេងហើយខ្ញុំគិតថាទោះជាយ៉ាងណាក៏ដោយខ្ញុំមិនអាចនៅទីនេះទៀតទេចុះពេលនេះនាងនៅណានៅផ្ទះសំណាក់មួយតែម្នាក់ឯងទេនៅសល់អ្នកបម្រើចាស់ម្នាក់ដែលធ្លាប់បម្រើម្ដាយខ្ញុំពេលនៅរស់ឈ្មោះមីងហួយចុះនាងអ្នកបម្រើនេះរើមកនៅទីនេះជាបណ្ដោះអាសន្នសិនតើអ្នកនាងឈួតហើយមិនបានទេអ្នកស្រីតើខ្ញុំគួរនិយាយយ៉ាងម៉េចទៅអ្នកស្រីកូនរបស់អ្នកស្រីតើខ្ញុំគួរសងយ៉ាងម៉េចទៅនាងមិនផ្ទៃពោះកុំឲ្យប៉ះពាល់ដល់កូនអីមកក្រោកឡើងមកបើសិនជាកូននេះគឺជាកូនរបស់វិលៀមទៅហើយនោះចំពោះគាត់ហើយនឹងខ្ញុំគឺសំខាន់ដូចគ្នាថ្ងៃក្រោយកូននេះកាត់មកត្រូវហៅខ្ញុំថាម៉ែធំទៀតផងដូច្នេះកុំគួរសំនឹងខ្ញុំដល់ម្លឹងអីណាឈប់និយាយទៀតតើអរគុណអ្នកស្រីអរគុណអ្នកស្រីអ្នកនាងងាយឲ្យគេធ្វើបាបពេកហើយមិនក៏អ្នកស្រីនោះរើមិននៅហើយធ្វើប្រពន្ធចង់អ្នកប្រុសទៀតផងបើគេមានកូនជាមួយអ្នកប្រុសឯងហើយគេជាមនុស្សរបស់អ្នកប្រុសឯងហើយរឿងនេះគឺមិនអាចលាក់បានទេណាបើខ្ញុំមិនឲ្យនាងចូលមកនោះអញ្ចឹងមានតែធ្វើឲ្យអ្នកប្រុសឯងពិបាកហើយដូច្នេះរឿងទាំងអស់នេះទុកថាពួកយើងធ្វើបន្តិចចុះប៉ុន្តែអ្នកប្រុសគួរតែបកស្រាយប្រាប់អ្នកស្រីណា
អ្នកទាំងពីរទៅរៀបការបើរឿងនេះលេចលឺទៅក្រៅប្រកាសជាមានបញ្ហាអីអញ្ចឹងយើងពិបាកបកស្រាយហើយស្មានតែគាត់និយាយប្រាប់ខ្ញុំអីប៉ុន្តែ